បញ្ញត្តិទី2ការផ្ដល់ទំនុកចិត្តលើមិត្តភ័ក្តិខ្លាំងពេកចូលរៀនពីរបៀបប្រើប្រាស់សត្រូវត្រូវចេះប្រយ័ត្នប្រយែងចំពោះមិត្តភ័ក្តិរបស់ខ្លួនពួកគេនឹងក្បត់អ្នកយ៉ាងឆាប់រហ័សព្រោះពួកគេងាយនឹងកើតចិត្តច្រណែននឹងអ្នកណាស់ពួកគេក៏នឹងប្រែជាលែងចេះក្រែងចិត្តអ្នកនិងកេងប្រវ័ញ្ចអ្នកផងដែរប៉ុន្តែចូលស្វែងរកស្ត្រីចាស់ៗឲ្យមកធ្វើការឲ្យអ្នកជំនួសវិញហើយពួកគេនឹងស្មោះត្រង់នឹងអ្នកជាងមិត្តភ័ក្តិរបស់អ្នកបិទពួកគេមានអ្វីជាច្រើនដែលត្រូវបង្ហាញឲ្យអ្នកបានឃើញតាមពិតទៅអ្នកមានរឿងច្រើនណាស់ដែលត្រូវភ័យខ្លាចចំពោះមិត្តភ័ក្តិរបស់អ្នកជាជាងសត្រូវរបស់អ្នកទៅទៀតបើអ្នកគ្មានសត្រូវទេចូលរិះរកវិធីដើម្បីបង្កើតពួកវាឲ្យកើតឲ្យបានវិធីដើម្បីឈ្មោះទៅកាន់អំណាចវាជារឿងធម្មតាទៅហើយដែលអ្នកចង់ផ្ដល់ការងារឲ្យមិត្តភ័ក្តិរបស់អ្នកនៅពេលដែលអ្នកដឹងថាខ្លួនអ្នកកំពុងស្ថិតនៅក្នុងគ្រាដែលកំពុងដែលត្រូវការពួកគេពិភពលោកជាកន្លែងដ៏ឃោរឃៅមួយហើយមិត្តភ័ក្តិរបស់អ្នកនឹងជួយបន្ទន់ដល់ភាពឃោរឃៅទាំងនោះហើយលើសពីនេះទៅទៀតនោះគឺអ្នកស្គាល់ពួកគេស្រាប់ទៅហើយហេតុអ្វីត្រូវពឹងមនុស្សដែលមិនស្គាល់គ្នាស្របពេលដែលអ្នកមានមិត្តភ័ក្តិនៅក្នុងដៃស្រាប់ហើយនោះបញ្ហាស្ថិតនៅត្រង់ថាជារឿយៗអ្នករមែងមិនបានស្គាល់ពីមិត្តភ័ក្តិរបស់អ្នកបានល្អគ្រប់គ្រាន់ដូចទៅនឹងអ្វីដែលអ្នកបានគិតនោះទេជាញឹកញាប់មិត្តភ័ក្តិដែលយល់ស្របទៅលើរឿងផ្សេងដើម្បីឲ្យតែបានជះពីការឆ្លោះប្រកែកគ្នាតែប៉ុណ្ណោះពួកគេបានបិទបាំងលក្ខណៈសម្បត្តិមិនល្អរបស់ពួកគេដើម្បីកុំឲ្យមានការប្រមាថគ្នាតែប៉ុណ្ណោះពួកគេនឹងសើចចំអកយ៉ាងខ្លាំងចំពោះរឿងដ៏គួរឲ្យអស់សំណើចរបស់គ្នាទៅវិញទៅមកដោយសារតែភាពស្មោះត្រង់កម្រនឹងជួយពង្រឹងដល់សមត្ថភាពមិត្តភាពពេកកម្រនឹងជួយពង្រឹងដល់មិត្តភាពដូច្នេះហើយអ្នកអាចនឹងគ្មានថ្ងៃដឹងថាតើមិត្តភ័ក្តិម្នាក់មានអារម្មណ៍បែបណាចំពោះអ្នកឲ្យពិតប្រាកដឡើយមិត្តភ័ក្តិនឹងនិយាយថាពួកគេស្រឡាញ់កំណាព្យរបស់អ្នកស្រឡាញ់តន្ត្រីរបស់អ្នកច្រណែននឹងរសអារម្មណ៍នៃសម្លៀកបំពាក់របស់អ្នកជាដើមពួកគេអាចនឹងចង់មានន័យបែបនោះមែនប៉ុន្តែជាញឹកញាប់គឺមិនមែនឡើយនៅពេលដែលអ្នកសម្រេចចិត្តស្វែងរកមិត្តភ័ក្តិឲ្យធ្វើការឲ្យអ្នកនោះអ្នកនឹងរកឃើញបន្តិចម្ដងនៅគុណសម្បត្តិដែលពួកគេបានលាក់ទុកមិនខានអ្វីដែលចម្លែកនោះគឺវាគឺជាទង្វើល្អអ្នកនេះឯងដែលធ្វើឲ្យអ្នកបាត់បង់នៅតុល្យភាពគ្រប់សពបែបយ៉ាងនោះមនុស្សទូទៅចង់ទទួលបានអារម្មណ៍ថាពួកគេសមនឹងទទួលបានផលសំណាងរបស់ពួកគេការទទួលយកសេចក្តីមេត្តាក៏អាចប្រែក្លាយជាវាមានន័យថាអ្នកត្រូវជ្រើសរើសដោយសារតែអ្នកជាមិត្តភ័ក្តិម្នាក់វាមិនចាំបាច់ព្រោះតែអ្នកសមនឹងទទួលបានវានោះទេវាសឹងតែមានអារម្មណ៍ថាខ្លួនខ្ពង់ខ្ពស់ជាងត្រឹមបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងសកម្មភាពនៃការជួបជុំមិត្តភ័ក្តិឲ្យមកធ្វើការឲ្យដែលបានបង្កនៅអារម្មណ៍មិនល្អដល់ពួកគេដល់ស្ងៀមស្ងាត់នោះបញ្ហានៅក្នុងការប្រើឬជួបមិត្តភ័ក្តិឲ្យធ្វើការឲ្យនោះគឺថាវានឹងដាក់កំហិតលើអំណាចរបស់អ្នកដោយមិត្តភាពនោះឡើយមិត្តភ័ក្តិគឺជាប្រភេទមនុស្សដែលកម្រនឹងជួយអ្នកបានច្រើនណាស់ហើយចុងក្រោយបំផុតជំនាញនិងសមត្ថភាពគឺសំខាន់ជាងអារម្មណ៍ឆ្ងាយណាស់គ្រប់កលៈទេសៈការងារទាំងអស់គឺទាមទារឲ្យមានប្រភេទនៃរយៈចម្ងាយមួយពីមនុស្សម្នាក់អ្នកកំពុងតែព្យាយាមធ្វើការមិនមែនមកដើម្បីមិត្តភ័ក្តិឡើយភាពរស់រាយរាក់ទាក់ពិតឬคล้ายគឺបានត្រឹមយកមកបិទបាំងការពិតដែលស្ថិតនៅពីក្រោយនោះតែប៉ុណ្ណោះដូច្នេះវិធីដើម្បីឈ្មោះទៅរកអំណាចគឺជាសមត្ថភាពក្នុងការវិនិច្ឆ័យថាតើនរណាខ្លះដែលអាចជួយបន្ថែមផលប្រយោជន៍ដល់អ្នកបានល្អជាងគេនៅគ្រប់ស្ថានភាពទាំងអស់នោះម្យ៉ាងទៀតសត្រូវរបស់អ្នកគឺជាអណ្ដុងរ៉ែមាសដែលមិនទាន់បានប្រើប្រាស់ដែលអ្នកចាំបាច់ត្រូវរៀនពីរបៀបជញ្ជក់យកផលប្រយោជន៍ពីពួកគេនៅពេលដែល Talleyrand ជារដ្ឋមន្ត្រីការបរទេសនៅ Napoleon បានសម្រេចចិត្តនៅឆ្នាំ1807ថាចៅហ្វាយរបស់គាត់កំពុងតែដឹកនាំប្រទេសបារាំងឆ្ពោះទៅរកភាពនៃវិនាសហិនហោចហើយវាក៏ដល់ពេលដែលខ្លួនត្រូវបែរមកប្រឆាំងនឹងចៅហ្វាយនាយរបស់ខ្លួនវិញនោះគាត់ក៏បានយល់ពីគ្រោះថ្នាក់នៃការខុបខិតប្រឆាំងនឹងអធិរាជនៅគ្រានោះផងដែរគាត់ត្រូវការដៃគូម្នាក់ជាសម្ព័ន្ធមិត្តដើម្បីរួមគំនិតគ្នាម្នាក់តើមិត្តណាដែលគាត់អាចទុកចិត្តបាននៅក្នុងគម្រោងការបែបនេះបាននោះគាត់បានជ្រើសយក Funchi ដែលជាប្រធានប៉ូលីសសម្ងាត់ជាស្ត្រីដែលគាត់ស្អប់បំផុតនិងជាបុរសម្នាក់ដែលថែមទាំងធ្លាប់ព្យាយាមធ្វើឃាតគាត់ថែមទៀតផងគាត់បានដឹងថាសេចក្តីស្អប់ខ្ពើមពីមុនរបស់ពួកគេនឹងបង្កើតបានជាឱកាសមួយដើម្បីផ្សះផ្សាអារម្មណ៍រវាងគ្នានឹងគ្នាវិញបានគាត់ដឹងថា Fuji មិនរំពឹងអ្វីពីគាត់ហើយប៉ុន្តែគេនឹងប្រឹងប្រែងធ្វើការដើម្បីបញ្ជាក់ថា
ខ្លួនគេស័ក្តិសមនឹងជំរឿសរបស់ Teleran ថែមទៀតផងអស់បុគ្គលណាដែលមានអារម្មណ៍អ្វីម្យ៉ាងដើម្បីចង់បញ្ជាក់ឲ្យអ្នកណាបានឃើញនោះគេនឹងរំកិលភ្នំមួយបានទាំងមូលសម្រាប់អ្នកជាមិនខានទីបំផុតគាត់ក៏បានដឹងថាទំនាក់ទំនងរបស់គាត់ជាមួយ Fonchi នឹងត្រូវពឹងផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនរៀងខ្លួនទៅវិញទៅមកទាំងស្រុងហើយនឹងមិនមានការធ្វើការប្រឡូកប្រឡាក់ដោយអារម្មណ៍ផ្ទាល់ខ្លួនឡើយជំរឿនបានបញ្ជាក់ពីភាពល្អឥតខ្ចោះបើទោះបីជាអ្នកបានខົບខិតផ្សំគំនិតគ្នាមិនទទួលបានជោគជ័យក្នុងការផ្ដួលរលំណាប៉ូលីអុងយ៉ាងណាក្តីក៏ការរួមគ្នារវាងដៃគូដ៏មានអំណាចតែមិនទំនងជាទទួលបានផលប្រយោជន៍ច្រើនពីបុព្វហេតុនេះទេក៏បានជំរុញឲ្យការប្រឆាំងនឹងអធិរាជចាប់ផ្ដើមមានការរីករាលដាលបន្តិចម្ដងផងដែរហើយក៏ចាប់តាំងពីពេលនោះមក Teleran និង Fonchi ក៏បានទំនាក់ទំនងការងារនឹងគ្នាប្រកបដោយផ្លែផ្កាជាបន្តនៅពេលណាដែលអ្នកអាចចូលស្រស់ស្រួលគ្នាជាមួយសត្រូវណាម្នាក់ហើយចូលរៀបចំកន្លែងដើម្បីឲ្យពួកគេចូលខ្លួនមកបម្រើអ្នកឲ្យបានសូមកុំបណ្ដោយឲ្យវត្តមានរបស់ខ្មាំងសត្រូវធ្វើឲ្យអ្នកបាត់ទំនុកចិត្តឬពិបាកចិត្តឲ្យសោះត្បិតអ្នកគ្រាន់បើជាងសត្រូវម្នាក់ឬពីរនាក់ដែលបានប្រកាសក្តែងក្តែងដោយមិនបានដឹងឡើយថាតើសត្រូវដ៏ពិតប្រាកដរបស់ពួកគេកំពុងតែស្ថិតនៅទីណាឲ្យពិតប្រាកដមនុស្សដែលមានអំណាចនឹងស្វាគមន៍គ្រប់ពេលរាល់ចំនួនទាំងឡាយដោយការប្រើប្រាស់សត្រូវដើម្បីដំឡើងកេរ្តិ៍ឈ្មោះរបស់គេក្នុងនាមជាអ្នកប្រយុទ្ធដ៏អង្អាចនិងមានមេត្តាដែលអាចឲ្យពឹងផ្អែកនៅក្នុងគ្រាដែលមិនអាចទីដឹងមុនបានរូបភាពពិចារណាបង្គោលនៃភាពប្រមើលគុណប្រសិនបើអ្នកដឹងច្បាស់ថានឹងមានអ្វីកើតឡើងនៅពេលដែលអ្នកបានម្រាមដៃរបស់អ្នកចូលទៅក្នុងមាត់របស់សត្វតោនោះអ្នកច្បាស់ជានៅស្ងៀមមិនខានតែជាមួយមិត្តភ័ក្តិរបស់អ្នកវិញអ្នកនឹងមិនមានការប្រុងប្រយ័ត្នបែបនេះឡើយហើយប្រសិនបើអ្នកជួលពួកគេឲ្យមកធ្វើការឲ្យអ្នកទៀតនោះពួកគេនឹងស៊ីអ្នកទាំងរស់ដោយដីរមាស់គុណតែម្ដងសិទ្ធិអំណាចចូលដឹងពីរបៀបប្រើប្រាស់សត្រូវដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកត្រូវរៀនចាប់កាន់ដាវមិនមែនត្រង់មុខកំបិតរបស់វាដែលនឹងធ្វើឲ្យមុតដៃអ្នកនោះទេប៉ុន្តែដោយដៃកាន់ដែលនឹងអនុញ្ញាតឲ្យអ្នកបានការពារខ្លួនវិញមនុស្សឆ្លាតទទួលបានផលចំណេញច្រើនណាស់ពីសត្រូវរបស់ពួកគេជាជាងភាពល្ងងខ្លៅដែលបានមកពីមិត្តភ័ក្តិរបស់ពួកគេទាញយកផលប្រយោជន៍ពីសត្រូវរបស់អ្នកមានម្ដងនោះស្ដេច Hero ធ្លាប់បាននិយាយទៅកាន់ខ្មាំងសត្រូវរបស់ទ្រង់ត្បិតពួកគេបានប្រាប់ទ្រង់ថាទ្រង់មានក្លិនដង្ហើមស្អុយតែព្រះរាជាដ៏បវរនោះទ្រង់ស្រាប់តែប្រែជាមានព្រះតីក្រៀមក្រំនៅក្នុងខ្លួនមួយរំពេចនៅពេលដែលទ្រង់ស្ទុះប្រញាប់ត្រឡប់មកកាន់ព្រះរាជាវិញទ្រង់បានស្ដីបន្ទោសមហាសីរបស់ទ្រង់ថាតើវាមកពីអ្វីទៅទើបធ្វើឲ្យឯងមិនព្រមប្រាប់យើងពីបញ្ហានេះមហាសីរបស់ទ្រង់ជាមនុស្សសាមញ្ញស្លូតបូតនឹងមិនចេះបង្កបញ្ហាអ្វីឡើយទ្រង់បានតបថាព្រះអង្គខ្ញុំគិតថាខ្យល់ដង្ហើមរបស់មនុស្សប្រុសទាំងអស់គឺសិតមានក្លិនដូចគ្នាដូច្នេះវាច្បាស់ណាស់ថាកំហុសដែលជាស្ដែងចំពោះញៀនជាកំហុសផ្នែករាងកាយឬកំហុសដែលល្បីល្បាញដល់ពិភពលោកជាដើមនោះយើងរមែងដឹងជ្រាបតាមរយៈសត្រូវរបស់យើងលឿនជាងតាមរយៈមនុស្សដែលយើងស្គាល់និងមិត្តភ័ក្តិរបស់យើងយ៉ាងពិតប្រាកដមនុស្សដែលត្រៀមខ្លួនបានពេញទំហឹងដើម្បីសងសឹកទៅលើស្នាមរបួសមួយជាជាងចង់បានផលចំណេញមួយក៏ព្រោះតែការដឹងគុណគឺជាបន្ទប់របស់គេហើយការសងសឹកគឺជាក្តីសុខរបស់គេនោះឯងហើយក្តីសង្ឃឹមគឺជាក្តីសុខរបស់ពួកគេនោះឯង